ការច្រណែនអ្នកដទៃគឺជាការដាក់ទោសឲ្យខ្លួនឯងច្រណែនកិរិយាសព្ទមិនសុខចិត្តដោយគេបានលើកខ្លួនឬដោយគេបានខ្លួនមិនបានដំបូងយើងត្រូវដឹងថាហេតុអ្វីបានជាមនុស្សមានអារម្មណ៍ច្រណែនអ្នកចិត្តវិទ្យាបង្ហាញថាការច្រណែនអាចមកពីអារម្មណ៍នៃការគោរពខ្លួនឯងទាបឬខ្វះទំនុកចិត្តហើយនៅពេលនរណាម្នាក់មិនសប្បាយចិត្តនឹងខ្លួនឯងធ្លាប់មានលទ្ធផលជីវិតមិនសូវល្អមានគ្រួសារមិនសូវរលូននិងអាជីពមួយណាក៏មិនឈានឡើងរវើវាយធុញថប់និងអសន្តិសុខផ្លូវចិត្តជាសន្សឹមអាចបណ្ដាលឲ្យមានកើតអារម្មណ៍ច្រណែននិងឃ្លាតឆ្ងាយពីការពិតហេតុអ្វីបានជាសត្វលោកយើងឃើញគេមានសេចក្តីសុខមានយសជាដើមហើយក៏ច្រណែននឹងអ្នកដទៃនោះមកអំពីក្នុងចិត្តមិនមានមេត្តាគឺសេចក្តីរាប់អានមិនមានមុទិតាគឺសេចក្តីត្រេកអរតាមនៅពេលដែលអ្នកដទៃមានសេចក្តីសុខជាដើមគួរពិចារណាតាមព្រះពុទ្ធដីកាថាអ្នកណាក៏ធ្លាប់ជាមាតាបិតាជាញាតិរបស់ខ្លួនដែរក្នុងសង្សារវដ្តកន្លងមកអស់កាលដ៏យូរអង្វែងរាប់ជាតិប្រមាណមិនបានដូច្នេះហើយបើយើងច្រណែនស្អប់ខ្ពើមនឹងអ្នកដទៃហាក់ដូចជាស្អប់ច្រណែននឹងមាតាបិតាបង្កើតបងប្អូនបង្កើតរបស់ខ្លួនដូចនោះដែរសូមមេត្តាពិចារណានៅទោសកំហុសនៃសេចក្តីច្រណែនមានច្រើនណាស់ដូចជាសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនស្អប់មនុស្សល្អសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនអស់ញាតិមិត្តសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនអស់កិត្តិយសសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនវិនាសដូចភិក្ខុទេវទត្តសេចក្តីច្រណែនអាចនាំឲ្យបែកបាក់ញាតិមិត្តសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនសាងកម្មពៀរវេរាដ៏ច្រើនសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនវិកលចរិតឆ្កួតសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនអស់សតិបញ្ញាសេចក្តីច្រណែនមិនអាចធ្វើឲ្យខ្លួនញឹមបានទេសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនទៅកាន់អបាយភូមិសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនកើតក្នុងត្រកូលថោកទាបសេចក្តីច្រណែនអ្នកដទៃជាចំណុចខ្សោយរបស់ខ្លួនសេចក្តីច្រណែនគឺជាអកុសលប្រចាំជីវិតសេចក្តីច្រណែនធ្វើឲ្យវិនាសចាក់សិលគុណជាដើមសេចក្តីច្រណែនមិនអាចឃើញសាច់ធម៌បានសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនចេះរមើលគុណអ្នកដទៃសេចក្តីច្រណែនអាចធ្វើឲ្យខ្លួនចេះនិយាយញុះញង់សេចក្តីច្រណែនអាចធ្វើឲ្យខ្លួនសម្លាប់គ្នានិងសម្លាប់ខ្លួនឯងបាននេះជាទោសនៃសេចក្តីច្រណែនដែលបុគ្គលគួរលះចេញឲ្យអស់ព្រោះមិនមានផលចំណេញអ្វីដល់ខ្លួនវិញក្រៅតែអំពីសេចក្តីក្តៅក្រហាយនិងកម្មពៀរនោះឡើយបុរសនិងស្ត្រីជាច្រើនបានរស់នៅរ៉ាំរ៉ៃជាមួយនឹងការច្រណែនប៉ុន្តែភាពវង្វេងស្មារតីនោះមិនធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីឈានទៅធ្វើរោគវិនិច្ឆ័យនៃជំងឺវិកលចរិតពេញលេញនៅឡើយទេអញ្ចឹងហើយបានជាការព្យាបាលមានភាពស្មុគស្មាញបុរសនិងស្ត្រីដែលមានភាពវង្វេងស្មារតីស្រាលឬមធ្យមមានការលំបាកយ៉ាងខ្លាំងមានសញ្ញាមួយចំនួនដូចជាលំបាកខ្លាំងក្នុងការជឿទុកចិត្តអ្នកដទៃជារឿយមានចេតនាអាក្រក់ទៅនឹងបំណងរបស់អ្នកដទៃមានអារម្មណ៍ថាខ្លួនឯងរងគ្រោះនិងត្រូវបានធ្វើទុក្ខបុកម្នេញមានអារម្មណ៍ថាអ្នកដទៃមិនចង់ទទួលយកពួកគេមានអារម្មណ៍ថាអ្នកដទៃកំពុងព្យាយាមបំផ្លាញពួកគេមានអារម្មណ៍ថាតែងតែត្រូវបានបដិសេធចូលចិត្តអនុវត្តនៅការបន្ទោសដល់អ្នកដទៃជាជាងដឹងអំពីគុណវិបត្តិឬកំហុសខ្លួនជាញឹកញាប់ពួកគេច្រណែននិងចាប់យកវិធីគុំគួនស្ងាត់លាក់កំបាំងតើត្រូវព្យាបាលយ៉ាងដូចម្តេចមុទិតាជាធម៌សម្រាប់សេចក្តីច្រណែនបានត្រូវចាំថាមិនមែនភាពលោភលន់ដែលកំពុងជំរុញពិភពលោកទៅរកភាពវេទនាទេប៉ុន្តែគឺការច្រណែនឈ្នានីសដូច្នេះប្រសិនបើអ្នកធ្លាប់ចាប់អារម្មណ៍ថាខ្លួនឯងមានអារម្មណ៍ច្រណែនឈ្នានីសនិងមានសញ្ញាណទាំងប៉ុន្មានឬខ្លះខាងលើសូមចាំថាវាមិនអីទេប្រសិនយើងនៅដឹងខ្លួនថាយើងពិតជាកំពុងស្ថិតក្នុងការច្រណែនសូមជួយខ្លួនឯងដោយគ្រប់គ្រងអារម្មណ៍អវិជ្ជមានហើយស្គាល់ពួកគេការច្រណែននោះក៏ឲ្យបានច្បាស់ជាងស្អប់ខ្លួនឯងផ្ទុយទៅវិញយើងត្រូវគិតអំពីអារម្មណ៍របស់យើងថាហេតុអ្វីធ្លាក់ខ្លួនមកជាមនុស្សរបៀបនេះយើងចង់បានពេកចូលចិត្តប្រៀបធៀបពេកមើលទៅអ្នកដែលខ្ពស់ជាងយើងពេកឬយើងដើរជាមួយមនុស្សខុសនៅក្នុងចិត្តវិទ្យាការនិយាយនឹងខ្លួនឯងនេះត្រូវបានគេហៅថាមេតាណុលឬគិតអំពីការគិតរបស់ខ្លួនយើងអ្នកចិត្តសាស្ត្រមួយចំនួនប្រើពាក្យតែមួយដើម្បីរួមបញ្ចូលអំពីអារម្មណ៍នេះឧទាហរណ៍នៅពេលណាដែលយើងមានអារម្មណ៍ចង់ខឹងឬវាយបកឬច្រណែននរណាម្នាក់អាចសាកល្បងដកដង្ហើមវែងនិងសួរខ្លួនឯងនៅសំណួរដូចខាងក្រោមតើខ្ញុំមានអារម្មណ៍នេះព្រោះអ្វីខ្ញុំមានអសន្តិសុខផ្លូវចិត្ត
ជាការចរណានឆ្លៀននេះមែនទេហេតុអ្វីខ្ញុំយកខ្លួនឯងទៅតាក់ទងនឹងមនុស្សធន់នោះតើកត្តាអ្វីខ្លះដែលបណ្ដាលឲ្យមានអារម្មណ៍បែបនេះតើខ្ញុំកំពុងតែមានប្រតិកម្មរាល់ពេលឃើញជីវិតគាត់ប្រសើររបស់នរណាផ្សេងហេតុផលអ្វីដែលខ្ញុំមានអារម្មណ៍ដូចជាអ្នកចាញ់បើប្រៀបធៀបជាមួយមិត្តភក្តិរបស់ខ្ញុំតើខ្ញុំមានការងារអ្វីដែលតំណាងខ្លួនខ្ញុំហើយគួរឲ្យគោរពដែរទេសូមផ្ដាច់ខ្លួនយើងពីក្នុងរង្វង់ស្ថានភាពនេះហើយស្រមៃថាយើងគឺជាភី3អព្យាក្រឹតដែលសង្កេតមើលមកហើយពិចារណាពីខាងក្រៅដូចជាកំពុងមើលមិនឃើញមើលខ្លួនឯងនិងកត់ចំណាំដោយព្យាយាមរកមូលហេតុពិតការពិនិត្យមើលខ្លួនឯងដូចនេះនឹងមិនផ្ដល់ចម្លើយភ្លាមទេប៉ុន្តែយូរទៅវាអនុញ្ញាតឲ្យយើងគ្រប់គ្នាបានយល់ពីខ្លួនអ្នកកាន់តែច្បាស់